ព្រះសុរិយារះទុនលែងចាំងចុងជួងឡៃដែលមានវាយោមកបន្ទុនយល់ទៅមកអ្នកផងទាំងឡាយដាហោហើយចុះឡើងពីពេញយាយនួននិងម៉ែដៃស្លៀកពាក់ស្អាតបាតនាំនាងវិធាវីដែលមានសាត់ស្លាំងហើយដណ្ដប់ក្រមាដើរលុយទឹកឆ្លងស្ទឹងទៅផ្សារស្ទឹងសង្កែនៅរដូវប្រាំងតែងរឹងស្រុកស្ទើរអស់នៅសល់តែខ្សែទឹកទូចៗតាមប្រឡោះកូនកកខ្សាច់ដុះឡើងក្នុងផ្ទៃនៃទឹកដោយសារក្រុងបាត់ដំបងមិនសូវសម្បូរដោយស្ពាននិងដោយសារទឹកវារាក់ពេករកប្រាយទូកដមិនកើតមហាជនតែងនាំគ្នាលុតសម្ពុតលុយឆ្លងកាត់ទៅពីត្រីមកខាងទៅត្រីមកខាងគ្រានោះមានឈ្មោះម្នាក់លីវ៉ាលីសបែកមួយធំនៅលើស្នាឆ្វេងនិងយូកូនវ៉ាលីសតូចមួយនៅដៃស្ដាំដើរតាមក្រោយស្ត្រីទាំងបីប្រាននាងវិធាវីខំប្រឹងទប់ខ្លួនកុំឲ្យដួលដោយកម្លាំងទឹកហូរច្រានដំណើរនាងក៏ថេងធងត្រេតត្រោតមិនដូចជាជនដែលលុយទឹកជាមួយនាងហើយដែលមានអាយុច្រើនជាងនាងនោះឡើយមកស្លេកស្លាំងនឹងដំណើរបែបនេះជាហេតុចង់អល់ឲ្យឃើញថានាងមានសុខភាពមិនមមតំទេកាលបើបានដល់ផ្សារវិលហើយយាយនួនគាត់តម្រង់ទៅចំណតឡានទៅសៀមរាបលុងបានតថ្លៃរួចគាត់ក៏បង្គាប់ឲ្យកូនគាត់និងម៉ែផែឡើងជិះលើរថយន្តនោះលុងគាត់ប្រាប់ឲ្យកូលីឡានម្នាក់លើកវ៉ាលីសទាំងពីររៀបដាក់ទៅលើដំបូលរថយន្តឲ្យបានស្រួលបួលឲ្យគាត់រួចទើបគាត់ដើរទៅរកទិញម្ហូបចំណីយកទៅទុកអាស្រ័យតាមផ្លូវគាត់ទិញនំប៉័ងបានពីរហើយខំជ្រៀកញែកបំណងទៅទិញសាច់ក្រកចំហុយទៀកស្រាប់តែលីមាត់គេស្រ័យសួរយីចែទៅណោះអញ្ជើញទៅណាមកណាបានជាទិញអីវ៉ាន់យ៉ាងនេះយាយនួនគាត់ងើបមើលឡាងឃើញនាងធូគាត់ក៏ញញឹមឆ្លើយចោះនាងខ្ញុំជូនកូនខ្ញុំទៅសៀមរាបបើយ៉ាងនេះចាំឲ្យគេបាក់ឡានទុយខ្ញុំជូនកុំជិះឡានឈ្នួនធ្វើអីវាពិបាកណាស់អរណាស់ហើយនាងខ្ញុំទិញកន្លែងស្រេចទៅហើយកុំឲ្យនាងព្រួយមានអីចាយឡានខ្ញុំតំណេសោះប៉ិនជាទៅលេងជាមួយគ្នាទេតើចិត្តយាយនួនចង់ទទួលអាការគួសមនៃដលុងគាត់ពុនពេកតែគាត់នឹកខ្លាចទាស់ចិត្តកូនគាត់ក៏នៅស្ងៀមមិនតបហើយលុកដៃទើសាច់ក្រកឲ្យចិនថ្លឹងចំនួនកន្លែនាលីឯនាងធោទៅឈោមើលលុកឃើញយាយនួនទិញរួចហើយក៏ចៅរៅសួរថែមទៀតប្រឡូមលោករឿងផ្កាស្រពោនឯណាក្មួយចាវានៅចាំឡានឯណោះបើយ៉ាងនេះចាំឲ្យគេបើកឡានតូចខឹងយូងទៅថាហើយស្ត្រីទាំងពីរនាក់ក៏នាំគ្នាដើរត្រង់ទៅឡានឈ្នួលអ្នកយីក្មួយអញទៅលេងសៀមរាបយ៉ាងហ្នឹងនាងវិធាវីដែលភ្នែករវល់សម្លឹងភ្លឹកទៅឆ្ងាយលុះឮសម្ដីនេះហើយក៏ភ្ញាក់ខ្លួនព្រឺតនាងងាកមុខមកឃើញនាងធោភាកដែលពីមុខស្លាំងសដូចដេះក៏ប្រែជាក្រហមទុំភ្លាមដោយសេចក្តីក្តៅក្រហាយតាំងតែពីនាងដឹងខ្លួនថាម្ដាយនាងលើកឲ្យទៅជាគង់ប្រសានាងធោកាលណាមកនាងចេះតែតោមនាងដំណេងមិនបានបាយទឹកអ្វីក៏ឡើងជាប្រហាត់អត់ឧជីរោះនាងដែលមិនហ៊ាននឹកខាងម្ដាយក៏បង្វើសេចក្តីក្រោធនេះដាក់ទៅលើគ្រួសារដែលប្រាថ្នាចង់បាននាងជាកូនប្រសាវិញយាយនួនឃើញកូនគាត់ចេះតែមុខស្រពោនហើយស្គមថយកម្លាំងទៅដូច្នោះក៏គិតឃើញថាគួរនាំកូនគាត់ទៅលេងរំហើយចិត្តដោយយល់ថាការទស្សនាបុរាណដ្ឋានទាំងពួងដែលស្ថិតនៅក្នុងខេត្តសៀមរាបនឹងអាចនាំឲ្យកូនគាត់រីករាយសប្បាយមានសាច់មានឈាមឡៃនិងអាលរៀបការឲ្យតាន់ខែពិសាខាងមុខនាងវិធាវីដែលឆ្វេងយោគំនិតកំបាំងម្ដាយខ្លួនដូច្នោះក៏រឹតតែខ្ញាន់ខ្ញាញ់តែមិនចេញស្ដីថាអ្វីឡើយលឺសម្ដីនាងធោមកប្រឡូមសួរទៀត
សេចក្តីក្រោធពិរោធទាំងប៉ុន្មានក៏ដាល់ពុះពោឡើងពេញទាំងទ្រូងតែដោយនាងជាអ្នកមានពូតពុងសពងនាងក៏ខំទប់សង្កត់ហើយឆ្លើយតបដោយសំឡេងនៅញ័របន្តិចបើមីងម៉ែគាត់នាំខ្ញុំទៅលេងអង្គរយីក្មួយអញកើអីហ្នឹងក៏ស្គាល់ម្លេះមកគុំជីឡាននេះចាំជីឡានមីងវិញមីងប្រៅឲ្យគេយកមកមួយពំពេបានហើយអរគុណណាស់ហើយមីងគុំឲ្យមីងព្រួយឡាយម្យ៉ាងទៀតខ្លួនក្នុងនេះមិនមានរោគអ្វីទេនាងធោក្រៀបនឹងហាប់មាត់ឆ្លើយទៅហើយប៉ុន្តែជួនជាពេលនោះមានមនោគតិមួយចម្លែកហោះមកប៉ះសតិគាត់ក៏ឈប់នេះស្ងៀមទៅវិញមួយសន្ទុះក្រោយមកនាងធោក៏លៀននៅដំណៅទាំងនោះដើរចេញទៅឡានរត់លឿនកាត់វាលស្រែដែលមានជញ្ជាំងជាប់នៅដីនាងវិធាវីដែលមានម្ដាយនាងនិងម៉ែផែអង្គុយអមសងខាងនាងខំគួយគុណរុក្ខជាតិជួរភ្នំនិងទេសភាពដង្ពួងដែលកម្ដៅព្រះអាទិត្យរដូវប្រាំងកំទេចជាផង់ធូលីមើលយូរទៅនាងរយភ្នែកនាងក៏ដាក់មុខសំជឹងសំជាប់ខ្យល់លបឿនរត់បោកបោកសក់នាងយល់រវិចរវិចអោគូសង្សារថ្លើមប្រមាត់ពីថ្ងៃនេះទៅបែកចិនឆ្ងាយម៉ែអើយមានសិលនៅពេញខ្លួនម្ដេចហ៊ានផ្ដាច់កូនពីគូព្រេណេកម្មអ្វីមកកាត់ឲ្យប្រត់ខ្ចាយអោស្ដាយសែនស្ដាយខ្លួនក្មេងម្ដេចឲ្យកូនខ្លួនសោកសង្រេងវងវែងនេះព្រោះតែក្តីលោភបែកការដែលនាងបានអានឃើញនៅក្នុងសៀវភៅមួយក៏នៅថតជាប់នឹងសតិនាងលោកនាងត្រូវរងទុកប្រកបគ្នានឹងលក្ខណៈនៃបែកការនេះទំនុកឃ្លានងក៏រួយជ្រុកចេញមកដោយឯងតាំងតែពីនាងដឹងខ្លួនថាម្ដាយនាងលើកឲ្យទៅជាចៅណៃសតកាលណាមកទឹកមុខនាងក៏ចេះតែក្រៀមក្រំអបរស្មីបបប៉ាទាំងពួងដែលរីស្គូស្កាយជាលំអធម្មជាតិបើត្រូវកម្ដៅព្រះអាទិត្យឬមានលំលួយអ្វីមកគ្របដណ្ដប់តែនឹងស្រពោនរុះរយចោលត្របករាយនៅលើពោសុធាយ៉ាងណាមិញនារីដែលមានរូបឆោមលំភ័ណ្ឌដែលជាលំអនៃមនុស្សធម៌តែកាលណាមានអាការអកុសលមកបៀតបៀនក៏សឹងតែជាប់ទៅក្នុងសភាវៈចំរៃនោះដូចគ្នាតែនាងវិធាវីគិតដល់ពាក្យដែលបានសន្យាគិតដល់សេចក្តីស្នេហានាងគិតដល់រឿងរ៉ាវសៀវភៅប្រឡូមលោកដែលនាងបានអានខ្លះក្នុងអក្សរសាស្ត្រសៀមគិតដល់ប៊ុនធឿនដែលនាងធ្លាប់ដឹងចិត្តថ្លើមគិតមកមេតសັບគ្រប់ទៅនាងសល់សែនចំបែងក្នុងចិត្តនាងយល់ម្ដងថាត្រីជំរាបម្ដាយនាងពីការមិនចូលចិត្តនឹងនាងធោព្រោះថាស្ត្រីនេះជាអ្នកវាកម្ពស់ដោយអាងសម្បត្តិនិងពីដំណើរស្អប់ឈ្មោះណៃសតដែលជាកំឡន់ប្រហើនស្រវឹងដោយធនធានមិនមានចិត្តមេត្តាករុណាដល់អ្នកតូចទាបឡើយនាងគិតពន្យល់ម្ដាយនាងថាឈ្មោះណៃសតចង់បាងនាងជាភរិយានេះដោយប្រាថ្នាត្រេកនឹងលំអូររូបនាងប៉ុណ្ណោះតែបើកាលណានៃឈប់ប្រសពគ្នាយូរទៅនាងនឹងមានកូនចៅឯរូបរាងក៏អន់ទ្រុឌទ្រោមទៅដែរឈ្មោះនេះក៏នឹងលាក់បាំងចោលនាងហើយនាងនឹងលក់នៅក្នុងសេចក្តីតោកយ៉ាកពុំខានតាមពាក្យអ្នកផងនិយាយថាឈ្មោះណៃសតមានចំណូលនឹងបរដយកម្មណាស់ហើយថែមទាំងបានធ្វើនារីម្នាក់ឲ្យមានគុភារួចហើយឈ្មោះណៃសតក៏បាំងប្រកាសបន្តិបន្ទួចចៅស្ត្រីនោះមានទំនួលដូចគេបរិភោគគុយទាវឬកាហ្វេហើយចេញប្រាក់ឲ្យអ្នកលក់យ៉ាងនោះឯងនឹកហើយនាងសឹកសួលតែនឹងហាប់មាត់ជម្រាបតាមយោបល់នេះមិនរួចដោយនាងជាយុវតីមួយស្រគំធ្លាប់ពន្តិយកិរិយាមារយាតាមលំអាននៃទំនៀមបុរាណចាស់ទុំជានិច្ចនាងមានសេចក្តីអៀនខ្មាស់ច្រើនមិនហ៊ានចរចាពីសេចក្តីស្នេហាសោះប្រការមួយទៀតនាងគិតឃើញថាសម័យនេះហួសឱកាសទៅហើយតួនាងប្រកែករឹងរូដូចម្ដេចក៏មុខតែយាយនួនគាត់ប្រែសម្ដីថាទេវិញមិនបានឡើយខៃពិសាប្រឡូមលោករឿងផ្កាស្រពោននៅតែមួយខែទៀតទេនឹកឃើញថាពីលអភិហៈពិបពាគិតនោះនៅក្លេដូចនេះនាងក៏ព្រឺព្រួយហើយសុំបួងសួងទេវតា
ឲ្យជួយយ៉ងសេចក្តីស្នេហានាងឲ្យផុតពីគ្រោះធំនេះឡានបទៅមុខនេះប្រជុំជនមង្គលបុរីនេះសេរីសុភ័ណ្ឌអ្នកដំណើរក៏នាំគ្នាចុះស្រទៅប្រញឹបប្រញាប់ទិញបាយចិនអាស្រ័យយាយនួនគាត់ក៏ស្រែកកញ្ចប់ហើយកាច់នំប៉័ងមួយកំណាត់និងបេះសាច់ក្រកមកគូឲ្យទៅម៉ែផៃទើបគាត់ហៅកូនគាត់មកហៅអាវីស៊ីនំប៉័ងទៅនាងវិធាវីក៏យកនំប៉័ងពុនមេដៃបិទនឹងសាច់ក្រកមើលចំណាត់ម្ហូបនេះហាក់ដូចជាមានអជារសល្វីងចត់ផ្ដេផ្ដាស់ក្នុងមាត់នាងលេបមិនរួចក៏ខ្ជាក់ចោលទៅនឹងថ្នល់ក្នុងវេលានោះមានឆ្កែខ្មៅមួយដែលមានអាំងស៊ីពេញខ្លួនដើរមករើកញ្ចក់នាងវិធាវីឆាក់បរិភោគហើយសម្ដែងទឹកមុខឲ្យឃើញថាចំណីនោះឆ្ងាញ់ពិសាយ៉ាងចម្លែកនាងក៏កាច់នំប៉័ងមួយដុំពុនក៏ដៃបោះឲ្យទៅសុកណោះនេះទៀតសត្វនេះមុននឹងត្របាក់ចំណីនោះក៏លើភ្នែកសម្លឹងមកនាងមានកិរិយាហាក់ដូចជាចង់ថ្លែងសេចក្តីអរគុណចំពោះនាងវិធាវីក៏កាត់សិនជឹងអោសត្វតិរឆាននេះចេះនឹកគុណអាមនុស្សម្ដេចក៏ភ្លេចសេចក្តីសន្យាណអាវីមិនក៏មិនញ៉ាំនំឲ្យច្រើនទៅនៅជីងពាក់កណ្ដាលផ្លូវទៀតទៅដល់សៀមរាបញ៉ាំទៅតិចទៅជាខ្យល់ជាភុះអីទៀតហើយចោះម៉ៃខ្ញុំមិនសូវឃ្លានទេយាយនួនគាត់ក៏ងើបមកលើភ័ក្រកូនគាត់ហើយងាកចេញភ្លាមបែរសម្លឹងទៅទីឆ្ងាយមានទឹកមុខព្រួយចម្រុបទ្រង់គាត់តាំងខ្លួនគាត់ស្រយ៉ង់គាត់គិតឃើញថាកិរិយាចម្លែកនៃកូនគាត់យ៉ាងនេះដល់មានគូក្រងទៅមុខជានឹងផ្លាស់ប្ដូរវិញពុំខានគំនិតនេះធ្វើឲ្យយាយនួនធូរទ្រូងព្រោះនៅចិត្តថ្ងៃខានណាស់ហើយ